ជនមកពីកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំថ្ងៃនេះខ្ញុំមានសំណួរមួយចំនួនចង់សួរទៅកាន់អ្នកគ្រូថាតើនៅពេលដែលអ្នកគ្រូដឹងថាយុវតីលីសទៅហួរបានចូលរួមក្នុងកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំអ្នកគ្រូមានចំណាប់អារម្មណ៍យ៉ាងណាដែរពេលដែលបានដឹងថាកូនបានចូលរួមកម្មវិធីនេះគ្រូមានអារម្មណ៍សប្បាយរីករាយឃើញកូនចេះចូលរួមក្នុងកម្មវិធីសង្គមចុះអ្នកគ្រូដែរគិតថាមិនចង់ឲ្យគាត់ចូលរួមក្នុងកម្មវិធីនោះទេអត់ដែលមានអារម្មណ៍ឬក៏បំណងអីចង់គាត់មិនឲ្យចូលរួមក្នុងកម្មវិធីហ្នឹងទេព្រោះអីក៏បំណងអ្នកគ្រូគឺតែងតែចង់ឲ្យគាត់ធ្វើការងារជាក្រុមឲ្យបានច្រើនដើម្បីគាត់ស្វែងរកបទពិសោធន៍សម្រាប់ការងារទៅថ្ងៃមុខទៀតចុះជាចុងក្រោយអ្នកគ្រូមានអ្វីផ្ញើទៅកាន់គាត់ដែរអ្នកគ្រូចាជាចុងក្រោយគ្រូមានបណ្ដាំផ្ញើខ្លះគឺចង់ឲ្យគាត់ព្យាយាមធ្វើកិច្ចការងារនេះឲ្យអស់ពីសមត្ថភាពចាហើយប្រឹងប្រែងស្វែងរកបទពិសោធន៍ផ្សេងហើយនឹងព្យាយាមរៀនធ្វើកិច្ចការងារជាក្រុមឲ្យបានកាន់តែច្រើនដើម្បីងាយចុះសម្រងជាមួយភ័ក្រឬក៏ក្រុមការងារទៅខាងមុខអរគុណអ្នកគ្រូសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃជ្រាបលាអ្នកគ្រូចាអូនជ្រាបនេះពួកខ្ញុំមកពីកម្មវិធីស្ម័គ្រចិត្តមួយសហគមន៍ខ្ញុំរៀនទីហើយពួកខ្ញុំក៏មានសំណួរខ្លះៗចង់សួរទៅកាន់ចំណាក់អារម្មណ៍របស់អ្នកមីងនៅពេលដែលកូនអ្នកមីងបានចូលរួមក្នុងកម្មវិធីស្ម័គ្រចិត្តមួយសហគមន៍ខ្ញុំចំណាប់អារម្មណ៍ថាសប្បាយចិត្តរំភើបចឹងណាអូនអ្នកមីងដែរស្បគិតថាការបើគាត់ចូលហើយគាត់នឹងអាចប៉ះពាល់ដល់ការសិក្សារបស់គាត់ទៅស្បគិតថាអត់ទេសម្រាប់អីបើសិនជាអ្វីដែលកូនចង់រៀនចង់ធ្វើចឹងវាមានពីអីដែលតាមកូនទៅហើយអ្នកមីងមានពាក្យពេចន៍អីដែលចង់និយាយទៅកាន់គាត់សូមជូនពរដល់ខាងក្រុមការងារកូននឹងឲ្យដំណើរការទៅរលូនជោគជ័យចឹងណាចាអរគុណអ្នកមីងសម្រាប់ចំណាយពេលវេលាដ៏មានតម្លៃអ្នកមីងអរគុណអ្នកមីងចាអូនចាជម្រាបសួរអីចាពួកខ្ញុំមកពីក្រុមស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំឬហៅកាត់ថា VMC ថ្ងៃនេះដែរពួកខ្ញុំមានសំណួរខ្លះៗចង់មកសួរមេងតានៅពេលដែលដឹងថាគួរស្រីរបស់បានចូលរួមកម្មវិធីស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំមានចំណារអារម្មណ៍បែបណាដែរសម្រាប់គឺពិតជាសប្បាយរីករាយមែនទែននិងមានមោទនភាពចំពោះគាត់មែនទែនពេលដែលឃើញគាត់មានភាពក្លាហានចូលរួមក្នុងកម្មវិធីស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំហើយលើសពីនេះទៀតខ្ញុំក៏សង្កេតឃើញថាគាត់ទទួលបានបទពិសោធន៍ល្អៗជាច្រើននៅក្នុងមជ្ឈដ្ឋានខាងក្រៅពីចុះដែលគិតថាពេលគាត់ចូលរួមការងារស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំនេះវាប៉ះពាល់ដល់ការសិក្សារបស់គាត់ចាពីមុនខ្ញុំក៏ធ្លាប់គិតដែរថាកម្មវិធីហ្នឹងវាអាចប៉ះពាល់ដល់ការសិក្សារបស់គាត់តែក្រោយពីគាត់បានពន្យល់ខ្ញុំក៏បានដឹងថាការងារអ្វីក៏ដោយក៏តែមានគុណសម្បត្តិនិងគុណវិបត្តិអញ្ចឹងក៏អាស្រ័យទៅលើគាត់ដែរថាគាត់នឹងជំនះធ្វើវាបានដែរឬក៏អត់តែជាចុងក្រោយមានពីអ្វីដែលចង់និយាយទៅកាន់គាត់ដែរចាជាចុងក្រោយខ្ញុំមានតែលើកទឹកចិត្តគាត់ហើយថាគាត់ចង់ធ្វើអ្វីក៏ដោយទទួលជោគជ័យឬក៏បរាជ័យយ៉ាងណាក៏ដោយក៏បងប្អូនក្រុមគ្រួសារនិងសម្រាប់ពីផ្ទាល់នៅតែចាំលើកទឹកចិត្តគាត់ទៅចាសួរលោកពូបាទជម្រាបសួរក្មួយថ្ងៃនេះខ្ញុំមានសំណួរខ្លះៗចង់សួរទៅកាន់លោកពូនៅពេលដែលលោកពូដឹងថាកូនពូបានចូលរួមនៅក្នុងកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំតើលោកពូមានចំណាប់អារម្មណ៍បែបណាដែរលោកពូបាទពុះមានអារម្មណ៍ពូទៅលើកូនក្មួយដែលបានចូលរួមក្នុងកម្មវិធីផ្សេងៗវាល្អប្រសើរហើយពូពេញចិត្តក្នុងការចូលរួមឲ្យកូនបានចូលរួមទាំងអស់គ្នាបាទចុះតើលោកពូធ្លាប់គិតទេថាមិនឲ្យគាត់ចូលរួមកម្មវិធីទាំងអស់ហ្នឹងពូអត់ទេពូអត់ដែលមានចិត្តថាឲ្យកូនអត់ឲ្យចូលរួមទេអញ្ចឹងណាគឺពូមានចិត្តឲ្យកូនចូលរួមដើម្បីកម្មវិធីគុំឲ្យយើងការសិក្សារបស់យើងនឹងល្អគឺអត់មានដែលណយទេបាទគឺឲ្យចូលរួមបាទជាចុងក្រោយតើលោកពូមានពាក្យពេចន៍អីចង់និយាយទៅកាន់កូនរបស់ពូអញ្ចឹងពូសូមផ្ដាំផ្ញើដល់កូនស្រីរបស់ពូដែលកូនតែងតែខិតខំប្រឹងប្រែងចូលរួមក្នុងកម្មវិធីនានារបស់គ្រូសូមឲ្យកូនយកចិត្តទុកដាក់ប្រែងឲ្យអស់ដើម្បីយើងក្លាយជាតំពាំងសង្គ្រោះដើម្បីសង្គមជាតិយើងទាំងពូក៏មានការលើកទឹកចិត្តនិងជំរុញកូនឲ្យចូលរួមក្នុងកម្មវិធីជម្រាបសួរអ្នកគ្រូចាស់ជម្រាបសួរអូនថ្ងៃនេះខ្ញុំមានសំណួរខ្លះៗចង់សួរអ្នកគ្រូថាតើអ្នកគ្រូមានចំណាប់អារម្មណ៍បែបណានៅពេលដែលដឹងថាយុវតីចាត់ចែងរតនាក៏បានចូលរួមក្នុងកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំចាចំពោះខ្ញុំមានអារម្មណ៍សប្បាយរីករាយមែនទែនដោយដឹងថាកូនមានសមត្ថភាពចូលរួមជាសមាជិកក្រុមយុវតី VMC នៅពេលដែលអ្នកគ្រូដឹងបែបហ្នឹងហើយតើអ្នកគ្រូមានការចំទាស់អត់ថាចង់ឲ្យគាត់ចូលរួមក្នុងកម្មវិធីហ្នឹងឬក៏ខ្លាចប៉ះពាល់ដល់ការសិក្សាគាត់អត់មានចំទាស់ទេខ្ញុំសប្បាយចិត្តណាស់ព្រោះខ្ញុំចង់ឲ្យគាត់ចូលរួមទៅក្នុង
ការងារផ្សេងដើម្បីបណ្ដុះនូវភាពក្លាហានរបស់គាត់ចាស់ហើយម្យ៉ាងវិញទៀតស្របទៅនឹងគោលដៅរបស់ក្រសួងអប់រំដែលក្រសួងអប់រំបានឲ្យតាមសាលាបឋមសិក្សាហ្នឹងបង្កើតជាក្រុមប្រឹក្សាកុមារឬក៏ក្រុមកាយរិទ្ធអញ្ចឹងក្រុមប្រឹក្សាកុមារទាំងអស់នោះគឺជាក្រុមកុមារដែលគំរូជាកុមារដែលដឹកនាំនៅក្នុងសាលារៀនគាត់មានកាន់ផ្នែកផ្សេងៗរបស់ពួកគាត់ហើយគាត់ជាភ្នែកជាច្រមុះរបស់សាលារៀនក៏ដូចជាភ្នែកជាច្រមុះរបស់លោកគ្រូអ្នកគ្រូអញ្ចឹងក្រុមប្រឹក្សាកុមារគឺគាត់ដើរតួជាអ្នកដឹកនាំបន្ទាប់ពីគណៈគ្រប់គ្រងសាលាបន្ទាប់ពីលោកគ្រូអ្នកគ្រូគាត់អាចដឹកនាំសិស្សទាំងអស់ធ្វើសកម្មភាពដូចជាគោរពទង់ជាតិដូចជាធ្វើចរាចរណ៍ផ្សេងៗគឺมันចាំបាច់គ្រូជាអ្នកដឹកនាំគាត់អញ្ចឹងគាត់មានភាពជាអ្នកដឹកនាំតាំងពីតូចអញ្ចឹងសាលារៀនអិនស៊ីដារ៉េនេះក៏ដូចគ្នាដែរគឺយើងបណ្ដុះភាពដឹកនាំនឹងតាំងពីតូចតែចាប់ច័ន្ទរតនានេះក៏ជាសមាជិកនៅក្នុងក្រុមប្រឹក្សាកុមារនឹងដែរអញ្ចឹងយើងឃើញថាលទ្ធផលដែលយើងខំបណ្ដុះគាត់ពីតូចទៅហ្នឹងគាត់ឈានទៅដល់គាត់រៀនដល់វិទ្យាល័យគាត់ខ្លាយទៅជាយុវតី VMC អញ្ចឹងបានន័យថាការបណ្ដុះបណ្ដាលរបស់យើងនេះគឺមានប្រសិទ្ធភាពចាជាចុងក្រោយតើអ្នកគ្រូមានពាក្យអី5ផ្ញើទៅកាន់គាត់អត់ចាជាចុងក្រោយគឺខ្ញុំសូមផ្ដាំឲ្យកូនស្រីខិតខំទាំងធ្វើការងារសង្គមទាំងការសិក្សារៀនសូត្រហើយជាពិសេសគឺការងារដែលជាយុវជន VMC នេះព្រោះការងារនេះគឺធ្វើឲ្យគាត់នឹងមានគំនិតអភិវឌ្ឍនិងទំនាក់ទំនងល្អរបស់គាត់ជាមួយយុវជនផ្សេងៗទៀតនៅក្នុងសង្គមយើងចាអរគុណអ្នកគ្រូដែលបានចំណាយពេលវេលាដ៏មានតម្លៃ